ពេលណាដែលស្មុគស្មាញយើងយល់អំពីព្រះធម៌ការអប់រំចិត្តពុទ្ធធម៌របស់ព្រះអង្គរៀនផ្លាស់ប្ដូរអារម្មណ៍ហ្នឹងឯងអារម្មណ៍ណាដែលតានតឹងត្រូវផ្លាស់ប្ដូរកាន់យកអារម្មណ៍មួយដើម្បីបធូរបន្ថយឲ្យចិត្តរបស់យើងបានល្អហើយដើម្បីដោះស្រាយទៅលើបញ្ហាលោកអត់ឲ្យអាដែលទេអញ្ចឹងណាដើម្បីធ្វើឲ្យចិត្តរបស់យើងនឹងអាចមានបដិជ្ជៈថ្នាក់រហូតដល់ខូចចិត្តបាក់ទឹកចិត្តយ៉ាងដូរមកស្ដាប់នៅពាក្យទូមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធអ្វីដែលគួរដឹងអ្វីគួរឃើញអ្វីដែលគួរយល់ប្រកបទៅដោយហេតុផលរបស់អង្គព្រះសម្មាសម្ពុទ្ធហើយធ្វើឲ្យយើងទទួលយកបានដល់ទៅព្រមទទួលហើយដោះស្រាយអីក៏បានដែរកណាពុទ្ធធម៌របស់ព្រះអង្គមួយទៀតតាក់ទងទៅលើគោលដៅក្នុងការរស់នៅក្នុងសង្គមគ្រួសារបាទវាសិតតែមានសង្ឃៈធម៌ហ្នឹងហើយបាទគឺមានគោលដៅបើយើងអត់រៀបចំឲ្យត្រូវតាមគោលដៅនៃសមធម៌ឲ្យមានសទ្ធាជឿជាក់ឲ្យមានសិលនៃភាពស្មោះត្រង់ចាគៈនៃការលះបង់របស់យើងនឹងប្រកបដោយសតិនិងបញ្ញាទេវាអត់ដោះស្រាយបញ្ហានឹងបានទេអញ្ចឹងណាវាធ្វើឲ្យស្មុគស្មាញប៉ុន្តែដល់យើងយល់ធម៌ធ្វើឲ្យ